ថ្ងៃនេះខ្ញុំមកបង្ហាញពីវិធីថែទាំរុក្ខជាតិក្នុងទឹកបងតែញៀទៅលក់បន្តគាត់ថាតើគួរថែទាំបែបណាទើបស្រ័យដុះលូតលាស់បានល្អហើយអត់រលួយជាបងដាក់ធុងបែបនេះអត់ប្រើប្រាស់អំពូលអត់ប្រើប្រាស់ទូកញ្ចក់ទេបងគួរថែទាំតាមខ្ញុំពលឺ 50% រៀងរាល់5ថ្ងៃត្រូវបដូរទឹកចេញ 30% ម្ដងត្រូវដើរមើលជារៀងរាល់ថ្ងៃស្រោចទឹកពីលើបែបនេះឲ្យរុក្ខជាតិមានចលនាហើយដាក់ពលឺ 50% ដូចខ្ញុំអញ្ចឹងបាំងស្បៃមិនដាក់5ថ្ងៃ 100% ទេដើរមើលរុក្ខជាតិណាតើមានរលួយគល់ខ្លះទេហើយគម្លាតនៃការដាក់ហ្នឹងគឺដាក់មិនចង្អៀតពេកទេដាក់មកល្មមមានគម្លាតពីមួយគុំទៅមួយគុំបើមានស្លឹកដាច់អលួយហ្នឹងយើងត្រូវតែដួសចេញភ្លាមតែម្ដងធ្វើឲ្យទឹកយើងអត់ខូចគុណភាពទេនៅថ្លាល្អស្អាតរាល់ថ្ងៃតែម្ដងបែបនេះខ្ញុំអត់មានប្រើប្រាស់ជីអីទាំងអស់បងគឺថែទាំធម្មតាហើយសំបីតែទឹកក៏ខ្ញុំប្រើទឹកម៉ាស៊ីនធម្មតាអត់មានទឹកដងទឹកអីមកពីណាទេដូចខ្ញុំបញ្ជាក់បងអញ្ចឹងជារៀងរាល់5ថ្ងៃម្ដងបងត្រូវបដូរទឹក 30% ចេញហើយដាក់ទឹកថ្មីថែម 30% ចូលវិញពេលបងលក់ឲ្យភ្ញៀវបងយកមកថដៃបងត្រូវតែស្អាតអត់មានក្លិនទឹកអប់អត់មានជាតិលេជាតិអីនៅដៃយើងទេពេលដែលបងមានជាតិលេជាតិទឹកអប់អីនៅជាប់នឹងដៃពេលដែលយើងចលក់ចូលកោឡើងលក់ឲ្យភ្ញៀវហ្នឹងវាធ្វើឲ្យរុក្ខជាតិហ្នឹងរលួយហើយអត់ល្អទេបងតែលាបលេហើយគាត់លូកដៃចូលក្នុងទឹកស្រាយហ្នឹងធ្វើឲ្យទឹកស្រាយខូចហើយបងចេះតែឆ្ងល់ថាចេះធ្វើតាមគ្រប់បែបយ៉ាងហេតុអីនៅតែមានរលួយខ្លះទៀតបងដោយសារបងពេលខ្លះបងអត់ចាប់អារម្មណ៍រឿងការលាបលេការបាញ់ទឹកអប់ហ្នឹងអញ្ចឹងធ្វើឲ្យអត់ដឹងទៀតគឺការដឹកជញ្ជូនសារាយមកពីប្រទេសឆ្ងាយអញ្ចឹងពេលដែលដឹកជញ្ជូនមកពីប្រទេសឆ្ងាយគឺភាគច្រើនត្រូវរលួយតិចតួចខ្លះហើយប៉ុន្តែបើសិនជាសារាយខ្ញុំដែលដាំនៅស្រុកខ្មែរនេះគឺអត់ងាយរលួយទេបងអើយធានាជូនបងថាមិនរលួយដាច់ខាតសារាយដែរខ្ញុំដាំនេះថាបတ်ពិសោធន៍ដែលខ្ញុំលក់ហ្នឹងគឺយូរឆ្នាំណាស់មកហើយគ្រាន់តែពេលខ្លះខ្ញុំអត់សូវបានផុសវីដេអូព្រោះដោយសារពេលខ្លះគត់គង់ឲ្យភ្ញៀវបោះដុំអត់គ្រប់គ្រាន់អញ្ចឹងសារាយយើងមានគុណភាពល្អអញ្ចឹងទៅមានភ្ញៀវគាំទ្រខ្លាំងមែនតើបងដឹងអត់ការផ្លាស់ប្ដូរទឹករៀងរាល់5ថ្ងៃម្ដងគឺធ្វើឲ្យទឹកនឹងអត់ឡើងស្លែហើយយើងបូមកកដីកកដូចជ័រចេញពីសារាយហ្នឹងគឺយើងបូមស្អាតរៀងរាល់5ថ្ងៃម្ដងគឺធ្វើឲ្យសារាយយើងដុះលូតលាស់ល្អណាស់ហាងអូនណែដាក់កូនត្រីបាន4-10ក្បាលដាក់អញ្ចឹងមើលទៅ